មហាសង្ក្រាន្តឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026មហាសករាជ1948ជលសករាជ1388សុភមស្តុវរៈមង្គលិជយតរេកព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន1569ត្រឹមថ្ងៃសុក្រ15កើតខែពិសាខលុះដល់ថ្ងៃសៅរ៍1រោចខែពិសាខឆ្នាំមមីអត្តស័កតទៅចូលពុទ្ធសករាជ2570និងកណនីឆ្នាំមមីឥឡូវនេះសង្ក្រាន្តចូលថ្ងៃអង្គារ12រោចខែចែក2026វេលាម៉ោង 10:48 នាទីព្រឹកពេលនេះព្រះអាទិត្យចេញពីមីនរាសីទៅស្ថិតនៅឯមេះរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមរក្សាសាទេវីជារាជបុត្រីទី3នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌ខ្មៅលម្អនៅព្រះកាយដោយសៀតឈូកអភរណៈកែវមនោរាភក្សាទ្រង់លោហិតឈាមព្រះហស្ថស្ដាំទ្រង់ធ្នូព្រះហស្ថឆ្វេងទ្រង់ត្រីសូលទ្រង់កងឈរបើកព្រះនេត្រលើខ្នងមណៅមៃសេះជាមគ្គពិហណៈទើបនាំអស់ទេវបុត្រទេវធីតាមួយសែនកោដ្ឋហត់ទៅកាន់គុហកែវធម្មមេលៈនាទីភ្នំកៃលាសខេត្តធម្មពៀនជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពៀនមាសនាំមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាមួយសែនកោដ្ឋចូលទៅស្រង់ទឹកអនោតតមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោឧសភករាជទាំង7ត្រជាក់ខ្សែមខ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានសិលដោយសោមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលវិសកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបងអពមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសេរីសួស្តីជ័យមង្គលជនមាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសក់ខ្សែមខ្សានតរៀងទៅថ្ងៃអង្គារ12រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង 10:48 នាទីព្រឹកជាថ្ងៃចូលឆ្នាំវរៈមហាសង្ក្រាន្តថ្ងៃពុធ13រោចខែចែកត្រូវថ្ងៃទី15ខែមេសាគ្រិស្តសករាជ2026ជាវរៈវណ្ណបតថ្ងៃប្រហ័ស14រោចខែចែកត្រូវនៅថ្ងៃទី16ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង 14:40 នាទី12វិនាទីជាវរៈឡើងស័កគម្រប់ជាសង្ក្រាន្ត3ថ្ងៃស្រេចបរិបូរណ៍ចូលជាសកលឆ្នាំមមីអត្តស័កមហាសករាជ1948ជលសករាជ1388តទៅនៅក្នុងឱកាសសង្ក្រាន្តទាំង3ថ្ងៃសូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការៈបូជាអត់ប្រតិបជ្វាលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មីហើយខំលះបង់ចិត្តអាក្រក់អស្យតិរថយៈជាចិត្តអប្រិយចប់ដោយគំនុំគុំគួនព្យាបាលឈ្នានេះដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខានិងបញ្ញាធ្វើបុណ្យសន្ទុះទានតាមប្រពៃណីរក្សាសិល5ឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យពរសព្ទសាធុការលោកអ្នកនឹងមានសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំនេះតរៀងទៅ